ឲ្យសល់លុយសល់កាក់នឹងគេល្មិចបើឃើញតែវាផុសវីដេអូឃើញតែវាផុសរូបដើរលេងហ្នឹងអើយឲ្យទៅរកសល់លុយសល់កាក់អាម៉េចមកប្រទេសជប៉ុននេះចប់ហើយជីវិតប៉ុន្តែបើតែជជុលខ្លួនមកហើយស្គាល់ឲ្យគ្រប់រសជាតិហ្មងចាយលុយឲ្យអស់ចាំទៅវិញហើយក៏មិនមែនឃើញដើរនឹងសិតតែហ្វ្រីណាជិះរថភ្លើងក៏ត្រូវបង់លុយជិះឡានក្រុងក៏ត្រូវបង់លុយហើយថ្ងៃនេះដែរខ្ញុំមកលេងខាងស្រុកស្រែចការនៅជាប់ខេត្តរបស់ខ្ញុំរស់នៅហ្នឹងប៉ុន្តែកន្លែងហ្នឹងវារៀងដាច់ស្រយាលពីទីក្រុងបន្តិចអញ្ចឹងទៅវាស្ងប់ស្ងាត់សូម្បីតែឡានក្រុងក៏មិនសូវមានរថភ្លើងក៏មិនសូវមានហើយគ្រាន់តែថាបានទេសភាពស្អាតយោងហើយចំណតរថភ្លើងហ្នឹងវានៅក្រោមភ្នំក្រោមអីចឹងណាខ្ញុំតាមដានតាម website ទៅឃើញទៅចាប់អារម្មណ៍ចង់មកលេងហើយក៏មកដើរលេងតែឯងហ្នឹងមិនមានគ្នាអីដើរលេងទេព្រោះថ្ងៃហ្នឹងដៃគូរបស់ខ្ញុំគាត់ធ្វើការអញ្ចឹងខ្ញុំសម្រាប់មានតែដើរលេងតែម្នាក់ឯងនឹងឯងហើយគ្រាន់តែទេសភាពនៅមុខស្ថានីយ៍រថភ្លើងគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណឹងហើយទ្រាំតែឡើងទៅដល់លើភ្នំដែលខ្ញុំទៅលេងនឹងទៀតមិនដឹងជាស្អាតប៉ុណ្ណាទៅលោកអើយស្រុកនេះកន្លែងណាក៏ស្អាតដែរក្លោះកលៀតត្រង់ណាក៏ឃើញហើយក៏គួរឲ្យចាប់អារម្មណ៍ដែរអញ្ចឹងទៅប្រជាជនគេរស់នៅដោយផាសុខភាពប្រជាជនគេរស់នៅដោយសុខភាពល្អរឹងមាំតែថាទៅអាវ៉ាដែរប្រទេសគេប្រទេសអ្នកមានអញ្ចឹងទោះមិនក៏គេនៅតែជឿនលឿនជាងយើងដែរបន្ទាប់ពីរៀបរាប់ពីទេសភាពនៅមុខស្ថានីយ៍រថភ្លើងហ្នឹងហើយឥឡូវឡានក្រុងដែលត្រូវធ្វើដំណើរទៅកន្លែងកំសាន្តហ្នឹងក៏មកដល់ដែរហើយឡានក្រុងហ្នឹងក៏មិនមែនចេះតែជិះទៅពីបានដែរណាបងប្អូនគេមានម៉ោងមានពេលវេលារបស់គេត្រូវឡើងទៅចំណតមួយណាហើយឡានក្រុងតឡើងខុសម៉ានីទីហ្នឹងខុសហើយខុសទីតាំងហើយមិនថាឡានក្រុងឬរថភ្លើងឯងចុះឡើងឬក៏ចុះម៉ានីទីហ្នឹងគឺខុសហើយនឹងទៅដល់ណាដល់ណីទេព្រោះជប៉ុនអ្នកណាក៏ដឹងដែរថាគ្រប់ពេលវេលាណាហើយមិនថាឡានក្រុងឬរថភ្លើងឬនិយាយទៅស្អីក៏ដោយមិនថាការងារក៏ដោយតែខុសតែម៉ានីទីឬ2នាទីហ្នឹងគឺចប់ហើយជីវិតគឺយើងលែងល្អជាមួយគ្នាហើយអញ្ចឹងបានពាក្យស្លោកខ្មែរយើងគេតែងតែនិយាយថាអីពេលវេលាជាមាសប្រាក់អញ្ចឹងតែខុសតែបន្តិចគឺបងប្រាក់បងពេលវេលារបស់យើងហើយ